ជនជាតិជប៉ុនមានទម្លាប់ល្អមួយបងប្អូនគេមិនចេះដើរបេះបោចរបស់គេប្រេះប្រាស់ទេហើយបើសិនជាមិនមែនរបស់ខ្លួនឯងក៏គេមិនយកដែរប្តីខ្ញុំប្រហែលថ្ងៃមុនគឺគាត់ភ័យប្រហោងពោះមិនស្ទើរទេបងប្អូននៅពេលដែលគាត់យកបន្លែនេះមកដល់ផ្ទះហើយស៊ូខ្ញុំហើយខ្ញុំប្រាប់គាត់ថាខ្ញុំក៏អត់ដឹងដែរមិនដឹងជារបស់អ្នកណាទេគឺថាគាត់ភ័យឡើងប្រហោងពោះហើយមូលហេតុដែលគាត់យកបន្លែនេះមកដោយអត់បានឆាតស៊ូខ្ញុំមុនទេស៊ូខ្ញុំមុននេះដោយសាររត់ដងមានខ្មែរគាត់ឲ្យបន្លែអញ្ចឹងណាបងខ្មែរគាត់ឲ្យបន្លែទៅគាត់យកទៅដាក់ក្បែរឡានប្តីខ្ញុំអញ្ចឹងទៅណាហើយគាត់ឆាតប្រាប់ខ្ញុំហើយខ្ញុំក៏ទេប្រាប់ប្តីខ្ញុំអីអញ្ចឹងទៅឲ្យគាត់យកមកផ្ទះអីអញ្ចឹងណាហើយពេលខ្លះក៏ខ្ញុំរៀងភ្លេចទេប្រាប់គាត់ដែរប៉ុន្តែជាទម្លាប់ដូចថាគាត់ដឹងអញ្ចឹងណាឲ្យតែឃើញបន្លែដាក់ក្បែរឡានគាត់ហ្នឹងដឹងតែមានខ្មែរណាម្នាក់ហ្នឹងគឺគាត់ចង់ឲ្យបន្លែឲ្យខ្ញុំមកអញ្ចឹងគាត់ក៏យកមកហើយលើកនេះនៅពេលដែលយកមកដល់ផ្ទះហើយលឺខ្ញុំប្រាប់គាត់ថាអត់មានខ្មែរណាឲ្យខ្ញុំទេគឺថាគាត់ភ័យមែនតើហើយដល់ពេលខ្ញុំឃើញបន្លែទៅខ្ញុំឃើញថាជាតងលពៅខ្ញុំក៏នឹកឃើញដល់បងគាត់ធ្លាប់ឲ្យខ្ញុំថាចាំមើលខ្ញុំឆាតស៊ូមើលក្រែងគាត់គាត់ឲ្យខ្ញុំអីចឹងហើយគាត់ភ្លេចទេប្រាប់អីចឹងណាដោយសារគាត់រវល់គាត់អីចឹងទៅដល់ពេលឆាតស៊ូគាត់ទៅមែនគាត់ថាគាត់បានយកទៅដាក់ក្បែរឡានប្តីខ្ញុំហើយតែភ្លេចឆាតប្រាប់ខ្ញុំដោយសារគាត់រវល់ពេកប្តីខ្ញុំគាត់ទៅលឺថាបន្លែនឹងខ្មែរគាត់ឲ្យខ្ញុំនោះប្តីខ្ញុំគាត់ក៏បាត់ភ័យបាត់អីទៅបានគាត់ឲ្យតងលពៅមកបងប្អូនអើយនិយាយពីថាសบายចិត្តមែនតើតងលពៅនេះគឺខ្ញុំដាច់របបយូរហើយអរគុណបងធំដែលបានផ្ញើឲ្យតងលពៅគឺខ្ញុំដាំដុះមិនដែលបានផលយកមកស្លអីដូចមិនទេដោយសារវាត្រូវការដីធំទលាយហើយខ្ញុំអត់មានផងខ្ញុំដាំតែដាក់ផើងដាក់អីដីតាមផ្ទះតិចតួចចឹងណាអញ្ចឹងអត់មានបានផលទេហើយនិយាយរួមទៅដោយសារតែគាត់ឲ្យអញ្ចឹងទេបើខ្ញុំបានហូបបើសារគាត់មិនឲ្យគឺអត់បានហូបទេទោះឲ្យយើងទិញតាមអ៊ីនធឺណិតតាមអីអញ្ចឹងណាតាមអនឡាញអីអញ្ចឹងណាហើយខ្ញុំខ្ជិលទិញដោយសារតែថ្លៃផ្ញើថ្លៃវាអត់ស៊ីមេត្រីគ្នាអញ្ចឹងណាបងប្អូនហើយពេលបានមកនេះថ្ងៃគាត់ឲ្យនេះគឺអត់ទាន់បានយកមកធ្វើទេទុកឡើងមកយប់ទោះតែថ្ងៃបន្ទាប់ពេលល្ងាចនោះអត់បានធ្វើហើយធ្វើនេះបានកូនបានអីជួយអញ្ចឹងណាព្រោះកូនខ្ញុំធំហើយអាចជួយបានហើយកូនស្រីច្បងបើកូនទូចនឹងអត់ទេអត់ជួយទេគឺថាមកកំដរហូបនំអីអញ្ចឹងទៅហើយកូនខ្ញុំជួយខ្ញុំបានប្រហែលជាកន្ទង់1ម៉ោងអីហ្នឹងគឺគាត់ត្រូវដល់ពេលទៅរៀនប្រព័ន្ធអញ្ចឹងណាអញ្ចឹងគាត់ក៏ត្រូវទៅបាត់ទៅហើយខ្ញុំក៏ប្រាប់ប្តីខ្ញុំថាឲ្យយកកូនទូចហ្នឹងទៅផងបើសិនជាទុកនៅអត់មានគ្នាលេងគាត់ប្រកាសជាអុកលុកខ្ញុំមិនខានអញ្ចឹងគឺខ្ញុំធ្វើបន្លែហ្នឹងអត់ហើយទេអញ្ចឹងប្តីខ្ញុំគាត់ក៏ជួយយកកូនទូចហ្នឹងទៅមើលទៅប៉ុន្តែចុងក្រោយបន្លែហ្នឹងគឺអត់ហើយមែនទល់តែថ្ងៃបន្ទាប់បានហើយដោយសារវារៀងយប់ងងឹតហើយវាមុះខាំផងហើយខ្ញុំត្រូវដល់ពេលត្រូវធ្វើបាយធ្វើទឹកឲ្យកូនទៀតអញ្ចឹងណាអញ្ចឹងទល់តែថ្ងៃបន្ទាប់នោះបានហើយ